ជប់សិនខ្ញុំចង់សាកមើលកំបិតនាងឲ្យខ្ញុំដែលប្រហែលនេះនោះប្រាប់ខ្ញុំបន្តិចទៅកំពស់មិនខ្ពស់ទេមកមូលចង្កាដូចជាសន្លាងផ្នែកដូចជាទីហួយចិញ្ចាំតូចចូលចាក់ងាយក្បាលខ្លាំងណាស់ឡោ在春晖的时候刺痛了手我忽然开不了口每一次的转身从此都有了理由小风缠丝也正如我រួចដល់ហើយចាំមិនដែរដូចដែរទេតាមពិតជាលោកបានប្រាប់ខ្ញុំទេតាមពិតការឆ្លាតរបស់ខ្ញុំនេះពិតជាអន់ខ្ញុំគឺជាឆ្លាតរូបសានតែប៉ុណ្ណោះទេតាមដល់គឺចង់ឆ្លាតខ្លារខិនក្បាលស្មានបដថាពេលនេះដូចជាឆ្មាទៅវិញនោះទេប៉ុន្តែមូលហេតុដែលខ្ញុំមិនទទួលយកកំបិតពីនេះនោះខ្ញុំពិតជារីករាយខ្លួនព្រោះរាប់ទាំងអស់ទៅ310កំបិតខ្ញុំជូននេះធាតុអាកាសរាំងស្ងួតប្រយ័ត្នភ្លើងទៀនដល់ពេលអាត្រៀតហើយការមិនយកអង្វែងស្លឹកក្រហមជ្រូកបាញ់ដីត្រឡប់មកវិញសមាជិកក្រុមអង្គរៈក្រហមនៅធានជីសូមគោរពអ្នកនាងចាប់តាំងពីអ្នកនាងនិយាយស្លាប់បាត់ហើយស្នាក់ការសាខាទាំងអស់ត្រូវបែកបាក់គ្នាខ្ញុំត្រូវរបួសមានតែអាចបន្លំខ្លួនចូលក្នុងក្រុមបេសកជននគរអ៊ូតែប៉ុណ្ណោះពិបាកណាស់ទៅមកដល់ទីនេះទីបំផុតក៏បានឃើញសញ្ញាសម្គាល់របស់សំណាក់សាខាអ៊ីហាំងអាចបន្លំខ្លួនចូលក្រុមបេសកជននគរអ៊ូចាំនិយាយច្បាស់មកអ្នកនាងគឺជាខ្ញុំគឺជាមេការរបស់សំណាក់សាខានៅជីងមីនជាងសៀវឆ្នាំនោះពេលដែលខ្ញុំកំដរមេការលាវទៅហួយណានោះធ្លាប់ជួបអ្នកនាងពីចម្ងាយម្ដងសូមគោរពអ្នកនាងនិយាយទៅចូលមកតាំងពីពេលណាទៅយូរយ៉ាងនេះហើយគិតដឹងមិនដូចឯងដូចទេនិយាយទៅតើវាដូចស្អីទៅមុននេះគឺនៅឲ្យខ្ញុំនឹងខ្លំមើលឲ្យបន្ទាប់មកឲ្យស្និទ្ធស្នាលជាមួយគេដើរលេងក្រៅពលឺប្រច័ណ្ឌមានចេតនាចាប់ភ្នែករបស់ខ្ញុំឬពិតជាមិនដឹងថាខ្ញុំនេះតាមទៅពីក្រោយទេអ្នកនាងជាមានគុណជួយជីវិតខ្ញុំតែមិនដឹងថាស្លាប់នៅក្នុងដៃរបស់ចៅកំណានខ្ញុំមិនពូកែចង់សូមបញ្ជាក់ចេញទៅសងសឹកជូនអ្នកនាងជាមិនបាត់ទេឯនៅក្នុងក្រុមបេសកជនស៊ើបការបន្តទៀតចាស់ពេលនេះអ្វីដែលស្នាក់ការធំចាប់អារម្មណ៍ជាងគេនោះគឺក្រុមបេសកជនប្រហែលថ្ងៃទៀតអ្នកនាងនៅក្រុមអង្គរៈនឹងមកដល់ដោយផ្ទាល់ឯងត្រូវទៅស៊ើបដំណឹងដែលមានប្រយោជន៍ជាងនេះទៅទៀតដល់ពេលនោះទើបអាចបកស្រាយបានព្រោះមួយអ្នកនាងជាត្រូវស្លាប់ដល់ទៅហើយពេលនោះគេបានសាងគុណសម្បត្តិច្រើនណាស់ស៊ើបដឹងឲ្យបានច្បាស់លាស់យូអ៊ីម្នាក់នោះគឺជាអ្នកដែលបន្លំខ្លួនចូលក្នុងអូតូដំណាក់ធំបានចាត់ឲ្យមកសាខាដំណាក់អ៊ីហឹងគឺចាត់ចែងហើយឯងមិនបាច់លុកដែរទេយូអ៊ីជាអ្នកធ្វើការរបស់នគរឈូឯងមែនហើយហេតុអីក៏សំណាក់ធំអាចយល់ថាខ្ញុំជាអ្នកស៊ើបការរបស់នគរឈូអញ្ចឹងខ្ញុំគ្រាន់តែជាសមាជិកខ្លាំងៗដែលនាងយានចៃបដិទ្ធឲ្យខ្ញុំច្បាស់ណាស់ខ្ញុំមានចន្ទនាបន្សល់ទុកកម្រនៅលើសាកសពរបស់យេសាននាងនិងអ៊ីឡាំងហានដើម្បីបញ្ឆោតឲ្យមេខ្លាំងដែលនៅពីក្រៅក្នុងនៃការធ្វើឃាតសំណាក់សាខាឲ្យស៊ើបពីខ្ញុំមិនត្រូវទេព្រោះមួយមនុស្សបានលុបតម្រូវដែលខ្ញុំបន្សល់ទុកនោះចោលហើយបានបន្សល់ទុកស្លាកស្នាមរបស់អ្នកសិននគរឈូវិញតើអាចជានរណាទេគឺនាងយានចៃក្រៅតែខ្ញុំជ័យចាក់គេយ៉ាងនេះចិត្តបោកប្រាស់ចាំនិយាយទៅមិនក៏កូនអញ្ចឹងខ្ញុំមិនចង់និយាយរឿងនេះជាមួយឯងនោះទេឯងអាយុ30ឆ្នាំទៅហើយមិនមែន13ទេណាលេងសើចមែនគេជាអ្នកធ្វើការរបស់នគរឈូមិនមែនជាអង្គរៈអាល់កុហុលឲ្យទៅក្នុងដៃគឺមិនធ្លាប់ប្រឡាក់ឈាមរបស់បងប្អូនគឺពួកយើងរករឿងតែប៉ុណ្្នឹងគឺវាហួសហេតុពេកទៅហើយមានរឿងជាច្រើនឯងមិនយល់នោះទេឯងដឹងស្អីទៅ
ស្រីស្អាតជានារីល្អម្នាក់ក្រៅពីត្រជាក់ក្នុងហើយគឺរឹកពីជ្រះស្រឡះហើយក្រៅពីមានពេលខ្លះនៅដៃសាហាវបន្តិចតែគ្មានគុណវិបត្តិអ្វីទេឯងធ្វើបែបនេះដាក់គេបដាប្រើប្រាស់គេបដាសមដាច់ទេគឺមិនសមទេអ៊ីស៊ូសានខ្ញុំមួយជីវិតនេះគឺមិនអាចទ្រាំមើលមនុស្សស្រីរងទុក្ខលំបាកនោះទេតាមមានចិត្តចំពោះគេខ្លះដែរទេពុំនោះទេពួកយើងគឺទៅផ្នែកខ្លាំងណាស់ខ្ញុំមិនថាគូរស់នៅជាមួយគេដោយរបៀបណានោះទេ